និន្ទាឬសរសើរគ្រាន់តែខ្យល់មាត់របស់មនុស្សដែលបក់ផាត់មកហើយក៏ហួសទៅវាមិនអាចធ្វើឲ្យយើងល្អឬអាក្រក់បានឡើយអ្នកណាវង្វេងទៅជាមួយពាក្យសរសើរឬនិន្ទាអ្នកនោះនឹងកើតរោគសរសៃប្រសាទឬរហូតដល់វិកលចរិតជាពិតប្រាកដពុំខាននៅពេលគេដើរហាលថ្ងៃគេថាថ្ងៃក្តៅអាក្រក់ណាស់លុះដល់គេហាលអស់ឬសំពត់អាវគេថាថ្ងៃក្តៅល្អមានអ្វីផ្គប់ចិត្តមនុស្សលោកត្រូវគ្រប់យ៉ាងនិងគ្រប់គ្នាទៅកូនត្រូវចាំពាក្យក្នុងសៀវភៅម៉ែព្រះច័ន្ទនិងថ្ងៃឥតមានដឹងអ្វីតែត្រូវប្រស្រីនិន្ទាសរសើរពពករស័តដូចមានស្លាប់ហើភ្លៀងខ្យល់ដេកដើរគេថាទាំងអស់បួសជាព្រះសង្ឃនៅគេរិះគន់ធ្វើចោលលួចប្លន់គេតន់ដាក់ខ្នោះត្រាស់ជាព្រះពុទ្ធនៅគេមិនស្មោះធម៌ល្អឥតខ្ចោះគង់មានគេស្អប់សរសើរនិន្ទាមានពីបុរាណ